ខ្លះនោះគេស្លោសំណោតែលេងទៅគេយកទៅចាក់ក្នុងរួនសម្ោចប្រមាណលានសម្ោចស្លាប់អាសណនោះចិត្តទៅហូរទៅតាមរួនសម្ោចហ្នឹងដូចទៅវារឹងទៅគេកោះយកមកកោះអីទៅគេលក់បានថ្លៃទៅរូបរាងវាតាមសបុកសម្ោចហើយប្រមាណលានកោតសម្ោចជីវិតហ្នឹងហើយជីវិតិនត្រីសម្ោចមួយជីវិតិនត្រីមួយវិញ្ញាណមួយហ្នឹងហើយហើយតាំងចិត្តដឹងសម្ោចនៅក្នុងហ្នឹងហើយវាមានគិតអាណិតមេត្តាសត្វអីណាហ្នឹងហើយអាហ្នឹងត្រូវស្លាប់ច្រើនណាស់ហើយដល់ទៅបាណាតិបាតាវេរមណីទៅសម្ោចមួយនៅនឹងយើងផ្ទះបាយនៅនឹងកន្លែងយើងពូមាត់អីហ្នឹងដេញវាចេញទៅហ្នឹងហើយមានការវាចាក់ហើយវាអាណិតគ្នានៅទៅទៀតកុំឲ្យវាលងទឹកស្លាប់អីហ្នឹងជួយបានមួយអណាជួយសម្ោចមួយបានរស់កោះវាបានមកហ្នឹងចាំមើលវាឃើញវាល្វើកបានរស់មានអាសម្ោចខ្លះហ្នឹងលអួយស្លាប់ទៀតវាល្វើកសោះគ្រាន់តែជំុចទឹកបន្តិចយកกระดาษឆ្កោះបានមកស្លាប់អាហ្នឹងមានអាប្រភេទចឹងទៀតណាឆាប់ស្លាប់ហ្នឹងហើយបានឃើញល្វើកទៅហ្នឹងយើងគ្រាន់តែដឹងថាចិត្តយើងវាមិនមែនគ្រាន់តែខ្លាចបាបតែប៉ុណ្ណឹងទេវាមានមេត្តាមានករណាវាមានអញ្ចឹងយើងទៅតាមធម្មជាតិដែលយើងបានសំអប់រំមកសភាពនៃចិត្តហ្នឹងវាមានអញ្ចឹងហ្នឹងគ្រាន់តែលើកឲ្យឃើញថាគុណគ្រាន់តែរឿងបាណាតិបាតាវេរមណីមួយហ្នឹងអញ្ចឹងយើងរៀនកម្មយកគុណរបស់អ្នកអតីច្រើនទៅវាជាជោគជ័យក្នុងជីវិតរបស់យើងវារងាប់នៅសេចក្តីក្រោធរងាប់នៅការខឹងស្អប់កាយប្រកាន់ទាំងអ្នកអតីហ្នឹងមានគុណដល់យើងប៉ុន្តែយើងចាប់យករឿងអីមួយតែទាស់ចិត្តនេះអញ្ចឹងទៅវាមានមគ្គក្នុងនឹងឯងហ្នឹងហើយហ្នឹងគ្រាន់តែលើកជាឧទាហរណ៍ផងទេចង់បញ្ជាក់អំពីរឿងនេះថាតួគុណជាសេចក្តីពិតហើយដល់ទៅឃើញខុសពីសេចក្តីពិតហ្នឹងថាអត់គុណទៅទៅជាមិច្ឆាទិដ្ឋិហ្នឹងហើយដល់ទៅបរមត្តទៅទៀតជាសេចក្តីពិតក្នុងបរមត្តធម៌ហ្នឹងប៉ុណ្ណាឲ្យពុទ្ធបរិស័ទយើងចេះតែគាត់ថាកំណត់ឲ្យបានតិចម្ដងណាព្រោះយើងវាច្រើនតែដូចថាដឹងរឿងអីចឹងទៅអាហ្នឹងមិនចាំបាច់ស្ដាប់ធัวរៀនធัวអីទូទៅហ្នឹងហើយនោះម្នាក់ទូទៅពេញនឹងផែនដីហ្នឹងវាត្រូវស្រឡាញ់ស្អប់កប់តោះហ្នឹងហើយព្រោះអាហ្នឹងមានចាំបាច់រៀនពធัวអីតេតួងទៅនឹងអនុស័យតណ្ហាអនុស័យមកបដិឃាអនុស័យវាមានមកចឹងទៅស្រឡាញ់ទៅអប់ស្អប់ទៅតែយើងបានរៀនធัว10ឆ្នាំ20ឆ្នាំអីមកអញ្ចឹងយើងកុំទៅគ្រប់គ្រងអាការដែលស្រឡាញ់ស្អប់កប់តោះហ្នឹងយើងត្រូវនឹករលឹកថាអាហ្នឹងគេអត់ចាំបាច់រៀនធัวក៏គេចេះណាគេចេះជាងយើងទៀតហ៎ឡាញ់ស្អប់កប់តោះហ្នឹងណាហ្នឹងហើយប៉ុន្តែវាអត់បានជាទីពឹងទេវាជាទោសដោយការយល់ខុសអីហ្នឹងទៅច្រើនណាស់ហើយមើលដែលក្នុងពធប្រៀបដូចជាស្អីស្ដៅឬក៏ណនងព្រៃអាល្វីងអីហ្នឹងណាហ្នឹងហើយហ្នឹងហើយក្នុងន័យប្រៀបហ្នឹងបញ្ជាក់ថាម៉េចក្នុងន័យយើងអានមិញទៅហ្នឹងណាចង់បញ្ជាក់ថាកាយកម្មវិច័យកម្មមโนកម្មនេះវាជាប់ទៅដោយអាជាតិរវីងជាតិពឹសពុលគឺទិដ្ឋិហ្នឹងណាហ្នឹងហើយអាហ្នឹងវាពូជពុលពូជរវីងហ្នឹងទិដ្ឋិហ្នឹង
ហើយរស់នៃផែនដីរស់នៃទឹកហ្នឹងវាមានស្អីបើកុំតែពូជហ្នឹងដូចស្វាយអញ្ចឹងទៅមានអីផ្អែមឆ្ងាញ់ទៅមានពុលអីមានល្វីងអីគ្រាន់តែដូចក្នុងវិជាដកស្វាយហ្នឹងផ្អែមពិសេសរាជាហ្នឹងបង្អួតស្រុកគេស្រុកឯងទៀតប៉ុន្តែចាក់គ្រាប់ហ្នឹងអត់ឲ្យដោះទេអត់ឲ្យគេយកទៅដាំបានទេបង្អួតទៅសាច់ទេហើយអញ្ចឹងវាមានអ្នកចំណែនទៀតណាហ្នឹងហើយវាចង់ចាញ់ផ្ចាចង់ធ្វើឲ្យខូចរសជាតិស្វាយហ្នឹងចាត់ចែងអ្នកមកអែបអបបរិជាអីចឹងទៅរហូតបរិជាដេញនាយឧទ្យានបាលមុនហ្នឹងចេញទៅទុកអ្នកក្រោយនឹងឯងហើយគាត់នឹងឯងដាំអាវัวលវីងហ្នឹងឲ្យឡើងដើមស្វាយហ្នឹងវាមានរបៀបរបស់គេអញ្ចឹងណាហ្នឹងឯងធ្វើឲ្យស្វាយហ្នឹងវាឆ្លងវាយកអាជាតិលវីងពីវัวរុំពាត់ហ្នឹងទៅធ្វើឲ្យលវីងរសជាតិស្វាយបានដល់តែព្រះបរមពុរិស័ទអង្គពិនិត្យហេតុផលទៅមើលទៅបានដឹងហ្នឹងឯងហ្នឹងរឿងក្នុងវិជាដកមានតេតួងនឹងរឿងខ្សែគប់ហ្នឹងឯងស្វាយរសជាតិផ្អែមទៅជាលវីងបានដោយសារតែមានវัวលវីងនៅជាមួយហ្នឹងដុសជាមួយហ្នឹងហ្នឹងរឿងខ្សែគប់ហើយនេះរឿងតេតួងទៅនឹងការខ្សែគប់តេតួងទៅនឹងកាយកម្មវិច័យកម្មណោកម្មហ្នឹងដល់ទៅវាមានទិដ្ឋិនឹងឯងដែលនាំឲ្យកាយកម្មជ័យកម្មណោកម្មនឹងប្រព្រឹត្តទៅហ្នឹងណាហ្នឹងហើយអញ្ចឹងកាយកម្មជ័យកម្មណោកម្មវាមានពូជទិដ្ឋិហ្នឹងអញ្ចឹងទៅវាមានផលមិនជាទីប្រាថ្នាមិនជាទីត្រេកអរមិនជាទីកប់ចិត្តឲ្យមានកតិពីរធ្ងន់ទៅនរកស្រាលមកទេឆានតេពីដោយមិច្ឆាទិដ្ឋិហ្នឹងហើយនរកនឹងទេឆានហ្នឹងឯងគឺជាចំណងដល់ក្រៃលែងហើយព្រះអង្គសម្ដែងនៅខាងចុងអ៊ីណសោតអង្គត្រនិកាយឆកនិបាតហ្នឹងព្រះអង្គពិចារណារោគមើលមិនឃើញនៅចំណងណាដែលចងសត្វលោកមមដូចជានរកនឹងទេឆាននេះចំណងចងឲ្យជាប់នឹងវត្តដាក់ហ្នឹងទៅព្រះនិព្វានបានដោយក្រហ្នឹង